Hello everyone, welcome back to Kenya Pro. In today's lesson, we will learn 100 daily English speaking skill and the way how to you improve your English speaking through our learning with the 100 daily speaking sentences for beginner. So today's lesson, I will share you the way how to say, how to speak, how to understand the full meaning of Khmer and within the English and by Khmer translation as well. So please repeat after me. Practice every day to improve your English speaking skill. So let's get started. បាទសូមគោរពជំរាបសួរបងប្អូនទាំងគ្នានិងប្រិយមិត្តដែលនិយមតាមដានស្ដាប់នៅវីដេអូរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំសូមចែករំលែកបញ្ចូលចំនួន100ពាក់ព័ន្ធនឹងការប្រើប្រាស់ភាសាអង់គ្លេសប្រចាំថ្ងៃរបស់បងប្អូនហើយជាសារៈប្រយោជន៍នៅក្នុងការប្រើប្រាស់ផងដែរឥឡូវនេះខ្ញុំសូមចែករំលែកទាំងអស់គ្នាតោះអញ្ចឹងអញ្ជើញទស្សនាទាំងអស់គ្នាតែម្ដងតោះអញ្ចឹងមកដល់មេរៀនយើងហើយបងប្អូន100 daily English sentences for beginner English to Khmer អញ្ចឹងមានន័យថាប្រយោគនៅក្នុងភាសាអង់គ្លេសប្រចាំថ្ងៃទាំង100សម្រាប់អ្នកដែលសិក្សាដំបូងនៅក្នុងភាសាអង់គ្លេសដោយបកប្រែទៅជាភាសាខ្មែរ greeting មានន័យថាការសួរសុខទុក្ខគ្នាការសម្ដែងការគួរសមពេលយើងជួបគ្នាដំបូងបងប្អូនអញ្ចឹងបន្តទៀតលេខ1គឺ hello មានន័យថាសួស្ដី hi ក៏សួស្ដីដែរលេខ2 hello hi សួស្ដីពេលសម្ដែងការគួរសមដំបូងតបមក good morning អរុនសួស្ដី good afternoon ទិវាសួស្ដីខ្ញុំសូមបញ្ជាក់បន្តិចកន្លែង good morning នេះអរុនសួស្ដីបានន័យថាពេលព្រឹកយើងសំណួរដែលអ្វីដែលយើងត្រូវនិយាយជាមួយគេពេលព្រឹក good morning good afternoon គឺពេលរសៀលទិវាសួស្ដីដល់ good evening សាយ័ន្តសួស្ដីពេលល្ងាចឬក៏អាចមួយទៀត good night ពេលយប់ចឹង clear ទី6 How are you តើអ្នកសុខសប្បាយចិត្តទេ I'm fine thank you I am fine thank you ខ្ញុំសុខសប្បាយចិត្តទេអរគុណ Nice to meet you រីករាយដែលបានស្គាល់អ្នកឬក៏រីករាយដែលបានជួបអ្នកអញ្ចឹងពាក់ព័ន្ធនឹងភាសាខ្មែរបងប្អូនអាចមើលហើយបកដោយខ្លួនឯងក៏បានអញ្ចឹងខ្ញុំសូមអានជាភាសាអង់គ្លេសតែម្ដង Welcome សូមស្វាគមន៍លេខ10 Have a nice day មានន័យថាសូមឲ្យមានសំណាងល្អឬក៏សូមឲ្យអ្នកមានថ្ងៃនេះល្អថ្ងៃល្អអ្នកសូមឲ្យមានថ្ងៃល្អឲ្យអ្នកមានថ្ងៃល្អឬក៏សូមឲ្យមានសំណាងល្អ Daily conversation បានន័យថាការសន្ទនាប្រចាំថ្ងៃរបស់បងប្អូនចឹងដល់ចំណុចសំខាន់មែនតើបងប្អូនព្យាយាមអនុវត្តប្រចាំថ្ងៃឲ្យបានច្រើនពាក់ព័ន្ធនឹង daily conversation អស់ clear បន្ទាប់ number 11 ទី11 What is your name ពេលយើងជួបគេដំបូងយើងត្រូវសួរ What is your name តើអ្នកមានឈ្មោះអ្វី My name is John ខ្ញុំឈ្មោះ John Where are you from អ្នកមកពីណាឬក៏តើអ្នកមកពីណា I'm from Cambodia
I'm from Cambodia ខ្ញុំមកពីប្រទេសកម្ពុជា How old are you How old are you តើអ្នកមានអាយុប៉ុន្មាន I am 20 years old I am 20 years old ខ្ញុំមានអាយុ20ឆ្នាំ What do you do What do you do តើអ្នកធ្វើការអីឬក៏ធ្វើការអ្វីអានេះចង់សំដៅទៅលើមុខងារយើងប្រចាំថ្ងៃបងប្អូនពេលដែលគេសួរថា What do you do អ្នកឯងសប្តាហ៍ថ្ងៃធ្វើអីលក្ខណៈជាសិស្សឬក៏ជាគ្រូបង្រៀនឬក៏ជាបុគ្គលិកនៅក្រុមហ៊ុនណាមួយអញ្ចឹងបងប្អូនអញ្ចឹងពេលគេសួរ What do you do អញ្ចឹងបងប្អូនទៅឆ្លើយមកវិញបងប្អូនជាសិស្សបងប្អូនឆ្លើយ I am a student I am a student I am a teacher I am a teacher I am a student ខ្ញុំគឺជាសិស្សឬក៏និស្សិត I am a teacher ខ្ញុំជាគ្រូបង្រៀន and number 20 I work in an office I work in an office ខ្ញុំធ្វើការនៅការិយាល័យបងប្អូនធ្វើការនៅក្នុងការិយាល័យ at home អញ្ចឹងទីតាំងនៅផ្ទះម្ដងតើបងប្អូនត្រូវប្រើសំនួនប្រើពាក្យពេចន៍យ៉ាងណានៅពេលបងប្អូននៅផ្ទះ I am at home ឬក៏ am at home អញ្ចឹងកន្លែង I am នេះបងប្អូនអាចនិយាយបានពីរទី1 I am at home ឬក៏ am at home ខ្ញុំនៅផ្ទះ Please come in Please come in Please come in សូមចូលមកអញ្ចឹងបានករណីគេនៅខាងក្រៅទ្វារឬក៏នៅខាងក្រៅផ្ទះបងប្អូនអញ្ជើញហៅគេមកចូលក្នុងផ្ទះបងប្អូនប្រើពាក្យ Please come in ពេលគេអានភ្ជាប់ Please come in Please come in សូមអញ្ជើញចូលមក Number 23 លេខ23 Have a seat សូមអង្គុយចុះពេលបងប្អូនមានកៅអីឬក៏មានទីតាំងសាឡុងណាមួយដែលបងប្អូនមានបងប្អូនអញ្ជើញគេអង្គុយសាឡុងឬអង្គុយកៅអីបងប្អូនប្រើពាក្យ Have a seat ឬក៏ប្រើពាក្យ Please have a seat នៅខាងមុខហ្នឹងបងប្អូន This is my room This is my room នេះគឺជាបន្ទប់របស់ខ្ញុំអញ្ចឹងបើសិនជាបងប្អូនចង់បញ្ជាក់ថាជាបន្ទប់គេងរបស់បងប្អូនបន្ថែមពាក្យ bedroom This is my bedroom អូខេអញ្ចឹងបន្តទៀត I am cooking I am cooking ឬក៏ am cooking ខ្ញុំកំពុងចម្អិនអាហារ The food is delicious The food is delicious អាហារឆ្ងាញ់ណាស់ The food is delicious បើអ្នកម្ហូបអាហារដែលបងប្អូនចម្អិនហ្នឹងគឺឆ្ងាញ់ណាស់ I am hungry I am hungry ខ្ញុំឃ្លាន I am thirsty I am thirsty ខ្ញុំស្រេកទឹក Let's eat តោះញ៉ាំអាហារ Let's eat អញ្ចឹងប្រើពាក្យ let's នេះគឺសំដៅទៅលើយើងបបួលគេធ្វើអីមួយ Let's eat បានន័យថាតោះញ៉ាំអាហារ Let's go តោះទៅ Let's drink តោះផឹក Let's sing តោះច្រៀងចាបងប្អូនអញ្ចឹង Let's នេះបងប្អូនអាចបំបែកបានប្រយោគច្រើនពាក្យច្រើន Good night រាត្រីសួស្តី At school នៅសាលារៀន I am studying English I am studying English បានន័យថាខ្ញុំកំពុងរៀនភាសាអង់គ្លេស Open your book អ្នកបើកសៀវភៅរបស់អ្នក Close your book បិទសៀវភៅរបស់អ្នក Close your book បិទសៀវភៅរបស់អ្នក Listen carefully បានន័យថាសូមស្ដាប់ឲ្យប្រុងប្រយ័ត្នឬក៏សូមស្ដាប់ឲ្យបានច្បាស់អញ្ចឹងន័យនេះគឺពេលគ្រូបញ្យលបងប្អូនពាក់ព័ន្ធមេរៀនអីមួយពេលគាត់ចង់សង្កត់ន័យឲ្យបងប្អូនព្យាយាមស្ដាប់គាត់ឬក៏ព្យាយាមកុំឲ្យលេងសើចច្រើនក្នុងម៉ោងរៀនគឺគាត់ប្រើពាក្យ listen carefully ស្ដាប់ឲ្យបានច្បាស់
please repeat please repeat សូមនិយាយម្ដងទៀតសូមនិយាយម្ដងទៀត I understand I understand understand ប្រែថាយល់ I understand ខ្ញុំយល់ហើយ I don't understand I don't understand ខ្ញុំមិនយល់ទេ Can you help me Can you help me តើអ្នកអាចជួយខ្ញុំបានទេ Thank you for your help Thank you for your help អរគុណសម្រាប់ជំនួយរបស់អ្នកឬក៏មានន័យថាអរគុណសម្រាប់ការជួយរបស់អ្នក You're welcome You're welcome មានថាមិនអីទេឬក៏ប្រើថាសូមស្វាគមន៍ At work នៅកន្លែងធ្វើការងារ 41 I am busy I am busy ខ្ញុំរវល់ 42 Please wait a moment Please wait a moment សូមរងចាំបន្តិច And number 43 ដែលរៀងទី43មានន័យថា I will do it I will do it ខ្ញុំនឹងធ្វើវាចាំបានន័យថានៃហ្នឹងបានន័យថាគេសួរយើងគេចង់ឲ្យយើងធ្វើអីមួយអញ្ចឹងយើងឆ្លើយ I will do it ខ្ញុំនឹងធ្វើវា Let's start តោះចាប់ផ្ដើម 45 Let's finish this work Let's finish this work តោះបញ្ចប់ការងារនេះ 46 Good job Good job ធ្វើបានល្អណាស់ 47 លេខ47 Congratulations សូមអបអរសាទរអញ្ចឹងន័យនេះបានន័យថានៅពេលដែលគេសម្រេចបានអីមួយឬក៏បញ្ចប់វគ្គអីមួយយើងអាចប្រើពាក្យ Congratulations បាន 48 See you tomorrow See you tomorrow ជួបគ្នានៅថ្ងៃស្អែក Number 49 Have a good weekend ចឹងបានន័យថា clear នេះគឺសំដៅទៅលើនៅពេលថ្ងៃចុងសប្តាហ៍សម្រាប់ការងារបងប្អូនមុនពេល goodbye say goodbye ទៅ everyone ទៅអ្នកមិត្តរួមការងារឬក៏មិត្តរួមសាលាយើងអាចប្រើពាក្យ have a good weekend បានដោយសារជាថ្ងៃចុងសប្តាហ៍សូមឲ្យមានថ្ងៃចុងសប្តាហ៍ល្អ 50 Take care សូមរក្សាខ្លួនផងថែរក្សាខ្លួនផង Common expression clear នេះគឺជា clear ដែលគេប្រើប្រាស់ញឹកញាប់ប្រចាំថ្ងៃឬក៏កន្លែងធ្វើការងារបងប្អូនអាចព្យាយាមចំណាំបន្តិចទៅ common expression Thank you អរគុណច្រើន Thanks a lot អរគុណច្រើនដូចគ្នា Thank you នេះអរគុណ Thanks a lot អរគុណច្រើន Excuse me សូមអភ័យទោសអញ្ចឹងពាក្យ excuse me នេះគឺជាពាក្យគួរសមខុសពីពាក្យ sorry បងប្អូនសូមបញ្ជាក់មិនមែនយកពាក្យប្រើមិនមែនពួកយើងអ្នកទាំងអស់គ្នាអាចប្រើពាក្យ sorry និង excuse me យើងអាចប្រើខុសគ្នាបងប្អូនករណីបងប្អូនស្នើសុំគេធ្វើអ្វីមួយឬក៏ស្នើសុំឲ្យគេយល់ស្របតាមសំណើរបស់យើងប្រើពាក្យ excuse me តែបើប្រើពាក្យ sorry លុះត្រាតែបងប្អូនប្រព្រឹត្តអ្វីមួយខុសឆ្គងអញ្ចឹងបងប្អូនអាចប្រើពាក្យ sorry បាននៅខាងក្រោមនេះ number 54 sorry សុំទោសទាំងពីរហ្នឹងខុសគ្នាអញ្ចឹងមួយលក្ខណៈ
ស្នើសុំឬក៏លក្ខណៈគួរសមមួយទៀតសុំទោសដែរតែនៅពេលដែលយើងប្រព្រឹត្តខុសអ្វីមួយ Excuse me I'm sorry no problem no problem มันមានបញ្ហាអ្វីទេ That's okay That's okay មិនអីទេ I agree agree មានន័យថាយល់ព្រមយល់ស្រប I agree ខ្ញុំយល់ស្របដល់ពេលបដិសេធមកវិញ I disagree ខ្ញុំមិនយល់ស្របទេខ្ញុំសូមបដិសេធអាចប្រែចឹងបាន maybe ប្រហែលជា of course ជាការពិតណាស់ shopping គឺសំដៅទៅលើការទិញអីវ៉ាន់នៅតាមហាងលក់ទំនិញផ្សេងៗមកបងប្អូនប្រើពាក្យ shopping how much is this ចឹងបងប្អូនចង់សួរតម្លៃប្រមាណ it is expensive វាថ្លៃណាស់ it is cheap វាថោកវាមានតម្លៃថោក I want to buy this ខ្ញុំចង់ទិញរបស់នោះ Can I pay by card វាណា Can I pay by card តើខ្ញុំអាចបង់ដោយកាតបានទេ Do you have a discount តើមានការបញ្ចុះតម្លៃឬទេ I like this one ខ្ញុំចូលចិត្តមួយនេះ I don't like it ខ្ញុំមិនចូលចិត្តវាទេ That's too much មានន័យថាវាថ្លៃពេកឬក៏វាហួសហេតុពេកចឹងគាត់អត់ទិញ Thank you goodbye travel Where is the bus station តើស្ថានីយ៍រថយន្តក្រុងនៅឯណាឬក៏ចំណតរថយន្តនៅឯណាអាចសួរអញ្ចឹងបានបងប្អូន Where is the airport តើអាកាសយានដ្ឋាននៅឯណាតើព្រលានយន្តហោះនៅឯណាយើងអាចប្រែពីរបានអាកាសយានដ្ឋានឬក៏ព្រលានយន្តហោះ I need a taxi ខ្ញុំត្រូវការជិះតាក់ស៊ីឬក៏ខ្ញុំត្រូវការតាក់ស៊ី How far is it តើវាឆ្ងាយប្រមាណទៅតើវាមានចម្ងាយប្រមាណទៅ Turn left បត់ឆ្វេង Turn right បត់ស្ដាំ Go straight ទៅត្រង់ Stop here please សូមឈប់នៅទីនេះ I am lost ខ្ញុំវង្វេងផ្លូវ Can you show me the way មានន័យថាតើអ្នកអាចជួយប្រាប់ផ្លូវខ្ញុំបានទេឬក៏អ្នកអាចជួយបង្ហាញផ្លូវខ្ញុំបានដែរឬទេ Everyday use ពាក្យសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ I'm happy ខ្ញុំសប្បាយចិត្ត I'm sad ខ្ញុំពិបាកចិត្តឬក៏ខ្ញុំក្រៀមក្រំ I'm tired ខ្ញុំនឿយហត់ខ្ញុំអស់កម្លាំង I'm sick ខ្ញុំឈឺ I'm ready ខ្ញុំរួចរាល់ហើយ Let's go តោះទៅ Come with me
come with me មកជាមួយខ្ញុំ wait here wait here wait here រងចាំនៅទីនេះ be careful be careful be careful ប្រុងប្រយ័ត្ន don't worry don't worry don't worry កុំបារម្ភកុំព្រួយបារម្ភអី useful sentences useful sentences useful sentences ប្រយោគប្រចាំថ្ងៃឬក៏ប្រយោគដែលមានសារៈប្រយោជន៍ What time is it What time is it តើម៉ោងប្រមាណហើយ It's 7 o'clock It's 7 o'clock It's 7 o'clock ម៉ោង7ហើយ I am learning English I am learning English I am learning English ខ្ញុំកំពុងរៀនភាសាអង់គ្លេស English is important English is important English is important 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 English is important ភាសាអង់គ្លេសមានសារៈសំខាន់ practice 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 makes perfect practice makes perfect practice makes perfect អនុវត្តធ្វើឲ្យកាន់តែល្អប្រសើរកាន់តែល្អឥតខ្ចោះ never give up never give up never give up កុំបោះបង់ចោលកុំបោះបង់វាចោលអី believe in yourself believe in yourself believe in yourself ជឿជាក់លើខ្លួនឯង keep learning keep learning រៀនបន្ត yes oh sorry you can do it you can do it អ្នកអាចធ្វើបាន good luck good luck សំណាងល្អបាទសូមអរគុណបងប្អូនដែលចំណាយពេលវេលាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រយោគនៅក្នុងភាសាអង់គ្លេសទាំង100ប្រយោគនេះសង្ឃឹមថាពាក្យទាំងអស់នេះគឺពិតជានាំប្រយោជន៍ដល់បងប្អូនសម្រាប់ការសិក្សាស្វែងយល់បន្ថែមក៏ដូចជាសម្រាប់ការអនុវត្តនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសរបស់បងប្អូនជាចុងក្រោយសូមអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនដែលនិយមតាមដាននៅវីដេអូរបស់ខ្ញុំហើយសូមបងប្អូនជួយចុច like ចុច share ចុច subscribe នៅក្នុង channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតហ្នឹងហើយចុងក្រោយសូមបងប្អូនប្រទះតែសំណាងល្អសូមអរគុណសូមជម្រាបលា